ចឹងសួស្តីអ្នកនរគ្នាចឹងថ្ងៃនេះខ្ញុំនឹងទៅរៀនអ្នកនរគ្នាពាក់ព័ន្ធជាមួយនឹងរបៀបដែលដាក់របៀបថារបៀបអឺដាក់ label ពាក់ព័ន្ធជាមួយនឹងក្បាលដីយើងដូចថាក្បាលដីដាក់ក្បាលដីហ្នឹងដើម្បីក្បាលដីជាមួយនឹងរបៀបធ្វើឲ្យក្បាលដីខុសចេញនៃលេខក្បាលដីហ្នឹងវាដុតតែកន្លែងដែលយើងត្រូវការហើយជាមួយនឹងការដាក់ map series ចឹងចឹងថ្ងៃនេះខ្ញុំទៅរៀនបានបន្តិចសិនពាក់ព័ន្ធជាមួយនឹងរបៀបដាក់នេះទៅក្បាលដីអីចឹងដែរតែឥឡូវដាក់ label ចឹងឥឡូវយើងចូលកន្លែង label property តមកយើងដក engine ទៅសិនតែយើងចង់ដាក់វាជាលក្ខណៈ land ID អ្នកនរគ្នាប្រើ land ID តោះវានេះ land ID តោះចុចកន្លែងហ្នឹងមកបាញ់ដល់មកអូខេអត់ស្អាតតោះមើលអ្នកនរគ្នាវាអត់ទាន់ឃើញទេចឹងយើងចុចកន្លែង label ហ្នឹងចុចបាត់ label ហ្នឹងលោតមកហ្នឹងគេហៅថា land ID យើងវាអាចក្បាលដីតោះឥឡូវចូលទៅយើង copy អានេះមួយមក copy មកហើយតមកយើងខាតចឹងអានេះអាចជារបស់ខ្ញុំបើខ្ញុំអាចជារបស់ខ្ញុំចឹងខ្ញុំបើថាដូចឈ្មោះវាដូចឈ្មោះអានេះដូចឈ្មោះអានេះដូចឈ្មោះអីទីមកអីមួយតោះឥឡូវយើងចូលកន្លែងយើងកំណត់ឲ្យហើយយើងចូលជិះពី double click ហ្នឹងមកយើងមកកំណត់កន្លែងនេះ query កន្លែង query មកដំបូងវាណាំយើងដូរដាក់ land ID កន្លែងនេះខ្ញុំគិតថាដាក់ match មកហើយកន្លែងក្រោមនេះខ្ញុំដាក់ដល់ match តោះទៅដូចគ្នាតែបើវាមកតែមានកាត់តទៀតតោះអានេះវាខុសតែយើងចាំ position យើងដាក់កន្លែងនេះដូរពីដាក់កន្លែងនេះដូរវាមក land ID ដែរយើងដាក់ដល់ match តែមិនដាក់ match យើងដាក់ដល់ match ហើយដាក់នៅអានេះកន្លែងតណ្ណៃយើងដូរអាពីវាចឹងវាហាញមកដូរហ្នឹងចឹងយើងចូលមកកន្លែង layout យើងដាក់ដូរហ្នឹងដាក់ជាបង្ហាញចឹងយើងបង្ហាញទៅតាមដុំចឹងហ្នឹងវាចឹងចឹងអត់មានអីទេមានប៉ុណ្ណាហ្នឹង